បាទសួស្តីមិត្តភក្តិអរគ្នានៅក្នុង Facebook អរគ្នាមកដែរបាទថ្ងៃនេះខ្ញុំអត់មានអីចាំទេមានតែជាកន្លឹះតូចមួយដើម្បីចង់បង្ហាញបាទដល់មិត្តភក្តិអរគ្នាណាបាទសម្រាប់បងDJ មួយចំនួនដែលចូលចិត្តការធ្វើភ្លេងនៅជាក៏ចម្រៀងមួយណាបាទហើយសម្រាប់ខ្ញុំក៏ចូលចិត្តធ្វើនៅបរិយាកាសដូចគ្នាថ្ងៃនេះខ្ញុំក៏ចង់ share ឬក៏ចង់ចែកម្លែកចំណេះដឹងបន្តិចបន្តួចទៅដល់អ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ប្រាប់អ្នកគ្នាអំពីរបៀបក្នុងការធ្វើសំឡេងខ្យល់ដូចជាលេខខ្យល់បែបនេះលេខខ្យល់បែបនេះអូខេដើម្បីធ្វើវាបានអ្នកទាំងអស់គ្នាគ្រាន់តែចុចយកពាក្យអក្សរសាស្ត្រធ្វើនេះមកអានេះខ្ញុំលុបវាចេញតែខ្ញុំទៅចុចយកត្រង់សញ្ញាបូកនេះមកចុចយកពាក្យថា 3HOSC ទៅហើយមកคลิกយកត្រង់សញ្ញាក្របបាក់មកđây nóហើយចុចនេះមកយកមកស្ដាំចូល channel rule ព្រាបវាមកសម្រាប់ប្រវែងដល់គ្នាសាច់នេះអស់នេះឆ្លាញ់តែខ្ញុំចង់បានប្រវែងវាពីប្លោះអូខេហើយខ្ញុំសូមលុបនេះចេញខ្ញុំដាក់វាត្រង់នេះហើយដាក់ចុចលេងម្ដងទៀតហើយចុចយកនេះមួយទៀតចុចយកសញ្ញាប្រូតូចមួយប៉ុណ្ណេះហើយចុចយកពីថា assign free mixer track ចុចយកប្រូតូចលុបហើយចុចយកពីនេះសូមជម្រាបអរគ្នាអត់ចេះមើលភាសាអង់គ្លេសទេគេយកមកស្ដាប់ដាក់លើវាមកនេះរូបនេះអូខេហើយយកសញ្ញាប្រូតូចនេះទៀតយកពាក្យ preset អូត្រង់ពាក្យ20 MHz បូក10 MHz ខាត់អូខេហើយយកមកស្ដាប់ដាក់ចំទៅលើសញ្ញាវងនេះចុចមកស្ដាប់អូត្រង់ពាក្យថា grid automatic click អូតូចាប់វាដាក់មកក្រោមចេញមកវាចាក់សាក់មកអូខេហើយយើង save វាទុកចុចយកពាក្យថា file export mp3 file យើងរើសកន្លែងទុកវាដាក់ desktop ដាក់ក្នុងជើងវាដាក់ក្នុង link អូខេ start អូខេហើយខ្ញុំលុបបញ្ចាហើយយើងទៅយកដែលយើងសួរទុកមកនេះ win អូចូលមកយើងសាកស្ដាប់វាសាកមើល
ខេសង្ឃឹមថាអ្នកនរគ្នានឹងយល់ហើយបើសិនជាមិនយល់ឬក៏មិនទាន់អាច comment ឬក៏ឆាតមកសួរខ្ញុំដោយផ្ទាល់ក៏បានអូខេបាយបាយ